là bánh trăng rộp nụ cười nhom có plei hai thai dân squat như tăng pi ca na ti pe nụ nhom pra hai chia dụ đập chân cha xong chơi lo xong chơi nè không bao giờ làm lôi bạc nhom nè chim chàn đi nè rồi chơi đây mẹ bác sĩ sao lô một con cha nhà mày sao bao fan tầm mười tám bao mình lên nhà chăm lại chạy đòn đây lươn chăm lại bà lươn chả mày tên mày còn bác mày bơi đám bầy giống đám bầy cha tiết nghĩ bầy lời chăm lời lươn làm tao mơ say tiết chăm này xiêm tới chặt luôn mà đó cái đàm mà nghe luôn đi bà lươn làm tao gì dù mày chăm lần bằng tao này đi môi anh trên mà dân bé anh trên mà dân mau lẹp rau dân bé lẹp rau siêu chính ai giờ mày ta hả siêu chính ai giờ mày ta hả tăngពីពេលនោះមកខ្ញុំក៏មិនអាចបានជួបគាត់ដែរប៉ុន្មានថ្ងៃក្រោយមកក្បាលរបស់ខ្ញុំមិនទាន់ជានៅឡើយនាំវាចេញភ្លាមមិននឹកស្មានថានៅទីនេះខ្ញុំបានជួបគេទៀតបងគួយជាអ្នកចាប់ខ្លួនគេមកទីនេះតែឯពិតជាកាប់ដៃជើងរបស់វាមែនមុំមករបស់វាស្អាតបានបើសិនជាកាប់ដៃកាប់ជើងរបស់វាចោលប្រកាសជាខ្លាយទៅជាមនុស្សដែលគួរអន់ឥឡូវនេះជាសំណាអាក្រក់របស់ឯងហើយវៃកាប់ដៃទាំងពីររបស់ឯងរួចហើយឲ្យជើងរបស់ឯងទាំងពីរជន់ចង្កឹះនៅខាងក្រៅភ្លៀងខ្លាំងពេកខ្ញុំមានរំខានបងទេបងគួយលោកជីងលោកពូជីងគេចាំកាប់ដៃក្មេងៗណាជួយគេម្ដងទៅកុំសាហាវពេកបានទេធម្មតាទេតែខ្ញុំមិនយល់ព្រមឲ្យធ្វើដូច្នេះទេកុំជឿចាស់របស់យើងបានទេពិតមែនហើយខ្ញុំជាអ្នកទិញក្មេងនេះ$5,000ពេលនេះយើងគឺជាអ្នកទិញហើយពេលនេះគេឈ្មោះកៅអៅអាចរៃតម្លៃប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេកុំជេរវាអីវាសាហាវជាងឯងទៅទៀតសាហាវស្អីអាឡាត់ឯងក្រាន់我娘子，你怎么狠呢？好小子！លោកពូជីងបាននាំកៅជីងចេញពីទីនោះចាប់តាំងពីថ្ងៃនោះមកគេហាក់ដូចជាបាត់ដំណឹងពីលោកនេះទៅហើយលោកប៉ាយកចិញ្ចៀនដែលបោកប្រាស់ពីគេយកមកឲ្យខ្ញុំពាក់វាធ្វើដូចជាបន្តោងខ្សែកអញ្ចឹងឥឡូវខ្ញុំធំហើយលោកប៉ាខ្ញុំលើកតាំងពីខុកគុណក៏កាន់តែល្បីឈ្មោះបើកបនល្បែងទី3កន្លែងចាមានមនុស្សជាច្រើនហើយគាត់មានស្រួលទៅហើយចំណែកខ្ញុំគេទាំងអស់គ្នាចូលចិត្តឲ្យខ្ញុំថាបងឈីមានកៃហាងប៉ារបស់ខ្ញុំប្រាប់ថាយប់នេះកុំភ្លេចទៅចង់វ៉ានទីនោះមានភៀវពិសេសច្រើនអាម៉ាលើឡើងទីនេះក៏មានភៀវច្រើនដែរណែដល់ពេលខ្ញុំឲ្យខ្ញុំជាអ្នកឈ្នះឲ្យលុយមកខ្ញុំឯងឈ្នះប្រមាណយើងឲ្យឯងប៉ុណ្ណឹង
ណែលោកបងជារៀងរាល់យកប្រាក់ឲ្យខ្ញុំអញ្ចឹងគឺសម្រាប់ឲ្យខ្ញុំចាយឬមួយចង់តាក់ទងខ្ញុំ ចង់ទាំងអស់ ហើយចាយប្រាក់មកខ្ញុំចាយខ្ញុំពេញចិត្តណាស់តែបើចង់តាក់ទងខ្ញុំសូមយកប្រាក់នេះទៅវិញចុះណែឲ្យអ្នកណាមកជំនួសខ្ញុំសិនណា បងឈីអត់ធំមកវានេះគេកាំងខ្លាំងណាស់មានអីអស់ចាយគេចាត់ការវាទៅអីអងណែហើយស្រីលោឡាស្អីហ្នឹងលបងឲ្យគេមកធ្វើបានពួកយើងប្រកាសជាវេទនាចឹងហើយយកឯងមិនចង់រស់ហើយអ្នកណាម្នាក់មិនចង់រស់នោះគ្នារបស់យើងមានជាង30នាក់ចំណាយរបស់មានគ្នា2 3នាក់អាចទប់ទល់បានប្រហែលនាទីទៅយ៉ាងច្រើនណាស់ស្មើគ្នាបើសិនជារបស់បកាឲ្យ11ទល់ជាមួយនឹង1ទៅខ្ញុំប្រកាសជីវីវហើយគេចង់និយាយថាម៉េចគេនិយាយថាឆាប់ងាប់និយាយតែប៉ុណ្ណាថ្ងៃតើជួបគ្នាអាយ៉ាអាល្ងងនោះគេជាអ្នកណា ជាជនជាតិវៀតណាមមករបស់ខ្ញុំណែនាំឲ្យស្គាល់ថាវានឹងបកាយវាយណា គេពូកែស៊ីណា កែស៊ី គេចេះវាយឬក៏មិនចេះនោះខ្ញុំមិនដឹងច្បាស់ទេតែគេពូកែស៊ីមែនគេស៊ីបាយសាច់ជ្រូកអស់10ចាំទៅហើយ ធម្មតាទេនៅវៀតណាមក្រចំណៃណា ធ្លាប់ធ្វើទៅហ៊ានទេ កាលពីសម័យសង្គ្រាមខ្ញុំនៅកងពលលេខ19គឺជាកងពលពិសេស ឈ្មោះអីដែរ ថាខ្ញុំឡើងអង្គទៅបាន លោកខានហូបបាយប្រហែលថ្ងៃហើយ 4 ថ្ងៃ 4 ថ្ងៃហូបបាយម្ដងប្រកាសជាឆ្ងាញ់ណាស់មែនទេ កាលពីមុនគេស៊ីសាច់មនុស្សតែខ្ញុំមិនស៊ីសាច់មនុស្សទេ គេអត់ព្រិចភ្នែកបានន័យថាគេនិយាយការពិតហើយ នាងឲ្យខ្ញុំស៊ីបាយចានខ្ញុំនឹងជួយសម្រាប់មនុស្សជូននេះ អញ្ចឹងគេមួយថ្ងៃស៊ីបាយខ្ញុំមួយចានក៏គេធ្វើដូចជាឯងចឹងដែរមែនទេតែឯងស៊ី10ចានឯង ខ្ញុំនឹងសម្រាប់មនុស្ស10នាក់ មិនបាច់ទេគ្រាន់តែបោះសម្អាតកន្លែងឲ្យបានល្អធានាថាស៊ីចែកទាំងប៉ុន្មានគឺខ្ញុំជាអ្នកទទួលខុសត្រូវតែកុំអាលអពេកលោមើល3ខែបើ3ខែខ្ញុំពេញចិត្តឯងនឹងមានប្រាក់ខែបើយើងមិនពេញចិត្តអត់ប្រាក់ខែហើយយើងគិតថ្លៃបាយទៀត ត្រូវ អាស៊ូបាយបានសម្គាល់ខ្លួនទៅគេមួយចង់យ៉ាងម៉េចមិន មានមនុស្សសម្រាប់ចូលមកនៅសៀមមានរឿយនៅសៀមហើយឲ្យជាចេញមក ឯងចេញទៅរកស្រាប់មែនទេ ខ្ញុំសងថ្លៃបាយ10ចានឲ្យនាងវិញនៅសៀមកុំកម្លាំងឲ្យសោះនៅសៀមណាហ៊ានកម្លាំងយើងកាត់ផ្នែកកំពង់កភ្លាមនៅសៀមណែធ្វើចៃធ្វើស្អី Hoài, chà mệt tè. Cầm trồn. Chẳng có tầm mùi nè. Nên được khoa bài sạch lúc khi mà chàng. Khoa bài sạch lúc mà chàng này, mình ấy tí, xem trên tay bị xa hơi chi cho mới không. Hơi chi sao có hộp bàn đập chàng này, bất chỉ một cái hộp men. Bà này cầm hộp tiết, xem năm anh từ lại này là bay bóng phật nơi Hồng Kông đi. À số. Lục ba, bạch tí. Bỏ đòn hỏi mấy con mình cua xóm đã lục bu ai kiếm tử. Lục bu bấy, lục bu bính, lục bu xinh. Nhìn chứ cô sê nó bọc nhầm dòng mày đây. Sạch chàn à. Muối, bảy đập. Bí buôn bảy đập có ai tục thật sweet bàn đại mày đi. Bọc thọ sao bằng này? Khi mình sao bằng tí, nhóm tạm 50,000 chấm thái bị lơ 50,000 tiền nữa. Bọc thọ bây giờ tranh bọc kì. Tôi không lên chùm tôi tới. Hãy nếu không ai công gì đẹp tạo nên áo bọc bạc quạt. Bọc thoát không sao bằng dạng bà xin cho lục tạm quạt cóประกาศใจcông gìประเดประดาkhi thằng ngọc này so tay chimមនុស្សចាស់ទុំគេមិនបោកប្រាស់យើងទេកុំបារម្ភអីបើសិនជាគ្មានលទ្ធភាពលេងទេទៅផ្ទះទៅគ្មានលទ្ធភាពយើងប្រកាសជាឈ្នះ
យើងស្វឹងស្រាប់ពិតមែនតែយើងឲ្យកូនរបស់យើងលេងជំនួសយើងគឺអសអ្វីនេះមែនទេគេមានចរិតឆេកឆាប់មិនអាចលេងល្បែងបានទេតែម្នាក់នេះណាម្នាក់នេះគេលេងកោជីងបានទុកធွာឯងចូលមកលេងជំនួសយើងទៅណាណែពួកនាងមកនេះមកតាមយើងមកលោកសុំប្រយ័ត្នដល់ពេលណាហើយពុកធររបស់គេថែម50មិនខ្ញុំតាមខ្ញុំក៏តាមដែរអីយ៉ាវីបងខ្ញុំមិនដឹងថាមួយណាបាត់មួយណាបៀអូសទេខ្ញុំមិនអាចបើកបានទេបើកទៅអរគុណខ្ញុំផែកំតឹបឥឡូវខ្ញុំហៅ2លានណាសាមធំជាងឬមួយក៏ស្ពីធំជាងព្រោះលោកឈ្នះសុនឈ្នះផែ2លានខ្ញុំតាមហើយខ្ញុំថែមពីលើ3លានទៀតថែមពីលើខ្ញុំមិនតាមទេយើងអាចឈ្នះទៅចុះសំណាងល្អណាស់បៀរបស់ខ្ញុំមិនសិនទេផែ8ហើយនេះក៏ឲ្យថាបៀឲ្យសិនណែសំទោសខ្ញុំមើលបៀច្រឡំការពិតគឺផែ8នេះគឺជាលើកទី1ដែលខ្ញុំលេងបៀឥឡូវខ្ញុំឈ្នះហើយមែនទេមែនហើយហើយលេងម្ដាយទៀតចុះអាល្អិតនេះគេមានសំណាងល្អមែនអ្នកទាំងអស់គ្នាស្គាល់គ្នាហើយរឿងអីដែលយើងទទួលស្គាល់គេជាមិត្តភក្តិនោះពួកគេនិយាយគ្នាដល់មិនលឺសោះខ្ញុំជាអ្នកហៅឥឡូវខ្ញុំហៅ50000ខ្ញុំតបខ្ញុំតែអង្គុយក្នុងមួយផ្លែតណាបងសង្ហាមកយកហើយបងអត់និយាយរកខ្ញុំសោះខ្ញុំផើកញ្ចក់ខ្ញុំនិយាយថ្លៃល្អណាស់300000ខ្ញុំថែមពីលើ1700000បានន័យថា2លានហើយមែនទេខ្ញុំមិនតាមទេយើងមិនជឿថាបាត់បៀរបស់ឯងគឺជាសិលឹកអាត់នោះទេខ្ញុំថែម1លាន7សែនចៃបៀទៅឥឡូវយើងក៏មានអាត់ដែរបើសិនជាបាត់បៀរបស់ឯងអាត់នោះយើងចាក់ទាំងអស់មិនចាំបាច់ទុកទៀតបានអញ្ចឹងខ្ញុំដាក់ទាំងអស់យើងផែអាត់នឹងផែកញ្ចាស់ទោះជាឯងមានអាត់ក៏ឯងមិនអាចឈ្នះយើងបានដែរសំទោសខ្ញុំ2-3សន្លឹកលោកតាកែយ៉ាងម៉េចដែរលោកតាកែឯងទៅតែមកផែសោះមិនក៏ឯងហ៊ានថែមប្រាក់សំទោសពីព្រោះថាប្រាក់ដែលខ្ញុំថែមនេះគឺជាប្រាក់ដែលខ្ញុំឈ្នះតាឯងលោកម្ចាស់យ៉ាងម៉េចទេលោកម្ចាស់យ៉ាងម៉េចដែរមិនអីទេឆ្នាំមកដែរទេឥឡូវនេះពួកគេចាញ់ប្រាក់អស់ទៅហើយយើងគួរតែត្រឡប់ទៅវិញទៅទូតាន់លុយទៅនេះជាមូលប្រទានប័ណ្ណ$10លានអរគុណច្រើនតាប៉ានាំបងប្អូនយើងទៅសម្រាប់3នាក់នោះចោលទៅហើយប្រមូលមូលប្រទានប័ណ្ណមកវិញបាទលោកអូទៅជួយពួកវាឯងដឹងថាមួយណាមិនគួរសម្លាប់មែនទេខ្ញុំដឹងមិនក៏ដឹងព្រោះថានេះហូរឈាមតាមច្រមុះ
ដល់ពេលចេញដំណើរហើយសូមអ្នកដំណើរធ្វើដំណើរឲ្យបានរស់រានសូមបងប្អូនអ្នកដំណើរមេត្តាកុំឈរនៅក្បែរមាត់ទ្វារសូមមេត្តាកុំឈរនៅក្បែរមាត់ទ្វារអង្គុយកន្លែងរបស់ខ្ញុំទៅអរគុណអាណាមូលបទានបាទគ្រាន់បានមែនអមាញ់មិញនៅក្នុងផ្ទះខ្ញុំក៏ដឹងថាឯងគ្រាន់បានជាងគេដែរមានតែឯងទេដែលតាមខ្ញុំទោះមានមនុស្សម្នាក់ម្នាក់ខ្ញុំសម្រាប់ឯងទេស្រីម្នាក់ដែលមានស្លាកស្នាមលើក្បាលនោះមែនទេតែខ្ញុំមិនឲ្យរបស់នោះតែឯងទេក្នុងរយៈពេល20នាទីបើខ្ញុំមិនអាចធ្វើឲ្យឯងបានខ្ញុំនឹងចាក់ចេញពីទីនេះសុំជាផ្លូវបាយគ្នាឡើយយ៉ាងស្ត្រីពលធំឯងចង់ធ្វើស្អីឯងមិនចង់មើលគេវាយគ្នាទេបើឯងមិនមើលទេយើងមើលអ្នកទាំងអស់គ្នាចង់មើលដែរទេចង់មើលទុកគេវាយគ្នាចាំមើលធ្វើដល់ពេលអនខ្ញុំមិនឆ្នៃទេបើសិនជាវាយតទៅទៀតខ្ញុំប្រកាសជាចាញ់ឯងខ្ញុំមិនអាចឆ្នៃបានទេខ្ញុំឈ្មោះឡុងខ្ញុំកៅជីងថ្ងៃក្រោយជួបគ្នា30 វិនាទីបានហើយហើយលើដៃទាំងពីររបស់នាងគឺជាដៃដែលទន់ភ្លន់បំផុតក៏ប៉ុន្តែរហ័សរហួនដៃរបស់នាងចាប់ស្អីក៏អាចដឹងបានដែរអាយឈីងនាងយកសក់មួយសរសៃនេះដើម្បីសាកក្របលោកលក្ខនាខ្ញុំមើលទៅមើល3 4 5 12គ្រាប់ខ្ញុំថា2 3 3 8គ្រាប់អាឈីមពិតជាក្រាន់បើមែនចាខ្ញុំក៏យល់ថាខ្ញុំធ្វើបានល្អដែរថ្ងៃក្រោយនាំខ្ញុំទៅជាមួយផងណាមិនបានទេហេតុអីទៅតាំងពីនាងអាយុ9ឆ្នាំដៃរបស់នាងត្រាំនៅក្នុងទឹកដោះគោរហូតដល់នាងអាយុ20ឆ្នាំទៅហើយហេតុនេះមិនអាចប្រើប្រទេសប្រដាស់បានទេបើសិនជាមិនចាំបាច់យើងក៏មិនឲ្យគេដឹងថានាងគឺជាអាវុធសម្ងាត់យ៉ាងពិសេសរបស់យើងដែរលេងលបែងដែលដល់ថ្នាក់យកទ្រព្យសម្បត្តិគ្រួសារមកភ្នាល់នោះនឹងវាត្រូវតែផ្អាកក្នុងរយៈពេលនោះសិនអ្នកទទួលខុសត្រូវគេនឹងយកគម្របបិទពីសន្លឹកបៀឲ្យជិតអាឈីងបញ្ជាលើក្របលោកឡាមិនតាន់ដល់កម្រិតកំពូលទេសំខាន់គឺសន្លឹកបៀនាងហាត់5ឆ្នាំឥឡូវនាងសាថ្វីដៃរបស់នាងទៅមើលតើវាយ៉ាងម៉េចដែរទៅ
រួចហើយនៅឯងបើមើលទៅអាណាស្លឹកបៀពូកែមែនតែធ្វើអញ្ចឹងបានកាយជំហានទី1យកចេញជំហានទី2គឺដាក់ចូលវិញដាក់ចូលយ៉ាងមិនកើតទៅពីបាននិយាយណាស់យើងមកហាត់ពួកឯងជាង10ឆ្នាំគឺម្នាក់មួយស្នៀតគឺខ្លួនឯងជាអ្នកដឹងពីអាចកំបាំងយើងមកហាត់ឲ្យយ៉ាងណាគេដឹងច្បាស់ណាឯងជាអ្នកស្ទង់ចិត្តរបស់គេរីឯឈិញជាអ្នកដូបៀម្នាក់មួយស្នៀតគឺជារឿងយុត្តិធម៌អាជីងតាមការពិតក្នុងចំណោមពួកឯងទាំង3យើងពេញចិត្តឯងជាងគេពីព្រោះយើងនៅឪពុករបស់ឯងរាប់អានគ្នាណាយើងមានការសោកស្ដាយដែលយើងមកយឺតពេលបន្តិចទើបយើងមិនអាចជួយដល់គេបានអាជីឯងត្រូវចងចាំឲ្យច្បាស់ត្រូវចងចាំអ្នកដែលសម្រាប់ប៉ារបស់ឯងគឺជាអ្នកណាវាជាមនុស្សពូកែធ្វើទឹកមុខណាស់វាតែញញឹមជាមួយឯងជានិច្ចវាធ្វើឲ្យឯងភ្លេចខ្លួនតែឯងមិនត្រូវធ្វើប្រហែសទេហើយដូច្នេះហើយក្រោយពេលដែលយើងរកឯងឃើញយើងក៏សម្រេចចិត្តឲ្យឯងមានថ្វីដៃល្អលើសគេពុកធម៌បានបង្ហាត់ខ្ញុំច្រើនណាស់ខ្ញុំមិនអាចបំភ្លេចគុណរបស់ពុកធម៌បានទេឥឡូវនេះមានឱកាសមួយសម្រាប់ឯងល្បីឈ្មោះហើយតែពុកធម៌បាននិយាយថាប្រកបមករបស់ដូចជាយើងអញ្ចឹងកុំឲ្យល្បីឈ្មោះល្អជាងកន្លែងដែលមានច្បាប់លេងល្បែងធំដុំគឺបនល្បែងតែម្ដងអ្នកលេងល្បែងដូចជាយើងអញ្ចឹងសុទ្ធតែជាសត្រូវរបស់បនល្បែងហើយឥឡូវនេះមានពេលមួយសម្រាប់ឲ្យឯងខ្លាយទៅជាម្ចាស់បនល្បែងនោះគឺទេវតាល្បែងតាមការពិតបនល្បែងនៅអាស៊ីអាគ្នេយ៍តែងតែត្រូវពួកបរទេសមើលងាយដូចជាអឺរ៉ុបនិងអូស្ត្រាលីគេយល់ថាពួកយើងខ្វះជំនាញហើយត្រូវពួកជនអន្តពាលជាអ្នកបញ្ជាពីលើហើយដូច្នេះហើយបនល្បែងនៅអាស៊ីអាគ្នេយ៍ក៏បានប្រជុំម្ដងសម្រាប់ចាត់ជ្រើសរើសទេវតាល្បែងម្នាក់គឺជ្រើសរើសមនុស្សដែលមានថ្វីដៃល្អបំផុតមើលការខុសត្រូវបនល្បែងនៅអាស៊ីអាគ្នេយ៍ម្នាក់នោះជាអ្នកមើលការខុសត្រូវរាល់ការងារបនល្បែងនិងតាមដានអ្នកដែលប្រើល្បិចហើយដូច្នេះខ្ញុំយល់ថាឯងស័ក្តិសមណាពុកធម៌ខ្ញុំមិនអាចទៅរួចទេតាមការពិតឯងពូកែជាងយើងទៅទៀតយើងយល់ថាឯងពិតជាមានលទ្ធភាពគ្រប់គ្រាន់ពុកធម៌តាមការពិតពុកធម៌ទៀតដែលស័ក្តិសមជាងខ្ញុំនោះការពិតយើងចាស់ហើយម្យ៉ាងទៀតការដែលយើងនៅក្មេងយើងធ្លាប់មានដំណោះជាមួយនឹងបនល្បែងច្រើនប៉ុន្តែយើងអាចធ្វើជាជំនាញការរបស់ឯងបានណាពុកធម៌ឲ្យបងឲ្យទៅចុះគេគ្រាន់តែជាជំនួយការយើងឲ្យគេចូលរួមជាមួយនឹងឯងគ្រាន់តែឲ្យគេបានជាគ្នាតែប៉ុណ្ណោះទេអាជីងយើងមានកូនស្រីម្នាក់ឈ្មោះអាជីងឯងទាំងពីរអ្នករាប់អានគ្នាយ៉ាងណាយើងដឹងច្បាស់ណាពួកឯងមិនចាំបាច់លាក់នឹងយើងទេហើយពួកឯងទាំងពីរនៅជាមួយគ្នាយ៉ាងណាក៏យើងដឹងដែរបងឲ្យក៏ដឹងដែរទេគេទោះអាជីងជាប្អូនស្រីទៅហើយតែប្រហែលឆ្នាំនេះខ្ញុំយល់ថាគាត់ទុកខ្ញុំជាសត្រូវគេយល់យ៉ាងណាខ្ញុំមិនដឹងទេក៏ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំឯងគឺជាកូនប្រសាររបស់ខ្ញុំក្រោយពេលដែលឯងខ្លាយទៅជាទេវតាល្បែងយើងនឹងឲ្យអាជីរៀបការជាមួយនឹងឯងភ្លាមពុកធေါ်លពូជាមកដល់ហើយអីយ៉ាលបងជឿសុំតូនណាដែលលបងធ្វើដំណើរវែងឆ្ងាយមករកខ្ញុំសូមជើញចូលក្នុងនិយាយគ្នាសិនទៅអញ្ជើញបងលឿនឡើងលឿនអាយ៉ាតាមកខាងនេះវិញមកខាងនេះវិញមកវិញមកខាងនោះទៅព្រួយនេះបាត់ហើយដល់តាខាងនោះទៅខាងទៀតហើយខាងនោះយ៉ាងតែយ៉ាងធ្លាក់លឿនឡើងទៅបញ្ចប់ទៅខ្លួនចោលធ្លាក់មកហើយធ្លាក់មកហើយប្រយ័ត្នជួយបាំងមកខ្ញុំមកចិត្តកុំឲ្យគេឃើញមកខ្ញុំឯងគ្រប់ពាក្យសន្យាខ្ញុំបាននិយាយជាមួយឯងថាមកគឺមកចូលទៅក្នុងទៅជូតឲ្យស្អាតទឹកណីណាឯណាទឹកអូយអាឡាទៅមានអីគួរអស្ចារ្យទៅអាចជួបគេបានទៅវាមានអីអស្ចារ្យពេកក៏ខ្លាចវាខ្លាំងម្ល៉េះកុំនិយាយប្រាប់គេខ្ញុំសុំស្បាត់ខ្ញុំសង្ស័យថាបរិះនោះខ្ញុំស្រឡាញ់ជាង10ឆ្នាំមកហើយមានស្អីគេយកកៅហើយខ្ញុំចំណាំប៉ាធွာរបស់គេសាច់ទៅមកកៅមែនទេខ្ញុំមានមិត្តភក្តិតិចណារឿងនេះខ្ញុំមិនដឹងថាគួរនិយាយជាមួយអ្នកណាទេអញ្ចឹងហើយបានជាខ្ញុំមករកឯងមិនខ្លាចខ្ញុំក្បត់ឯងទេ
ខ្ញុំដឹងណាមិនក្បត់ខ្ញុំហើយណាក្បត់ខ្ញុំអរគុណ សួស្តីអ្នកទាំងអស់គ្នានិយាយរឿងអីហ្នឹងខ្ញុំដឹងថាបងឈ្មោះកៃជីងកៃជីងគឺជាឈ្មោះយ៉ាងល្អគឺថាណែគឺជាមនុស្សដែលទាំងចាស់ទាំងក្មេងគោរពខ្លាចសរសើរហើយឈ្មោះនេះពិតជាពិរោះណាស់មែនទេខ្ញុំកំពុងតែនិយាយពីអីហ្នឹងតាមពិតយើងពីមុនធ្លាប់ជួបគ្នាម្ដងតើបងនៅចាំទេ ខ្ញុំចាំ យកនោះបងឈ្នះច្រើនណាស់ មិនត្រឹមតែយកនោះទេកាលពី17ឆ្នាំមុនយើងតែពីរអ្នកជួបគ្នានៅក្នុងសួនច្បារម្ដងគឺនាងជាអ្នកជួយខ្ញុំហើយនេះហើយបានជាក្បាលរបស់នាងមានស្លាកស្នាមមួយមែនទេបន្តចិញ្ចៀននៅលើករបស់នាងនេះជារបស់បងស៊ឺមែនទេម្យ៉ាងទៀតមុនពេលដែលពុកថននាំខ្ញុំចេញពីទីនោះខ្ញុំចង់ជួយនាងណាតែពេលនោះនាងក៏មានរបួសដែរហើយនេះខ្ញុំគ្រាន់តែមើលខ្ញុំក៏ចាក់ចេញទៅ តាមពិតបងចាំបានល្អខ្ញុំខ្មាស់គេណាមិនអញដឹងរឿងស្នេហាដំបូងរបស់នាងប្រាប់បងប្អូនចិត្តខាងច្រើនលើកមកហើយរឿងឯថាខ្ញុំមិនដឹងនោះthôiចេះបងជីងនៅពេលដែលខ្ញុំសួរផ្លូវគេគឺអ្នកប្រៃសណីម្នាក់ជាអ្នកប្រាប់ខ្ញុំថាម៉េចគឺគេជាអ្នកប្រាប់បងមែនទេធម្មតាទេនេះគឺមកពីនាងទូរស័ព្ទឲ្យគេគ្រប់គ្នាមនុស្សទូទាំងពិភពលោកណាក៏ដឹងដែរthôiចេះយយអូយ phải vậy nữa mà nè bà khi mình sai khi mình đang thắt với ai tiết tí khi em sai từ vì ác rõ mơ nát men tê khi em bắt chỉ coi cái bơm nát men tê men tê mình nuôi chân lò dạng nên bên ai cuộc cái bơm tê bà bằng luôn chặt khiêm chẳng đi ai lấy khiêm lên bị bạ chặt hai chiên chiên đi chia được bao nhẹ bằng ra bao ai là bằng sự có làm ta kẻ chiên chiên đi tới khiêm vô tham viên sầm nang là on sạp men sầm lìa bye bye này khiêm từ mà cái chỉ mới bằng đây ngày cái chụp cái này này cái chiên khiêm men cái chỉ chan chan này chỉ mới bằngខ្ញុំចូលចិត្តរឿងរបស់បងទោះជាការសមាសម័យរបស់កូនក្មេងម្នាក់នេះជារឿងធម្មតាទេខ្ញុំដឹងហើយបើយកជាការល្អហើយទុកខ្ញុំជាបានហើយខ្ញុំដឹងហើយបងមានសង្សារទេគេឈ្មោះអាឈិញគួរឲ្យស្រឡាញ់ណាស់ប្រកាសជាគួរឲ្យស្រឡាញ់ពេលទំនេរនាំខ្ញុំស្គាល់នាងផងមិនអីទេអ្នកទាំងអស់គ្នាប្រកាសជាចូលចិត្តគេពិតមែនខ្ញុំលាហើយណាចាអញ្ចឹងចាអាឈិញតាមខ្ញុំស្មានប្រកាសជាស្រីដោះធំម្នាក់នោះទេដឹងដើមទ្រង់ធំមានអីគួរអស្ចារ្យយ៉ាងយូរអាយុ24ឆ្នាំដោះទាំងពីររបស់គេធ្លាក់ចុះមកក្រោមទុកដូចជាបាល់ទាត់អញ្ចឹងយើងទាត់ធ្លាក់ចុះមកក្រោមយើងទាត់ទៀតខ្ញុំលើថាការប្រកួតទេវតាល្បែងទូទាំងពិភពលោកមិនធម្មតាទេអ្នកណាក៏តាមដានពីរឿងនេះដែរជាពិសេសគឺជនជាតិឥណ្ឌូនេស៊ីឈ្មោះស៊ូធូនោះគេប្រកែកលេងល្បែងណាអ្នកណាហ៊ានលេងជាមួយគេអ្នកនោះប្រកាសជាចាញ់ទៅយករូបថតជនជាតិឥណ្ឌូនេស៊ីយកមកឲ្យខ្ញុំមនុស្សចង្រៃយើងវាយឯងមនុស្សចង្រៃយើងវាយឯងសើយយើងវាយដៃរបស់ឯងយើងវាយឯងចាញ់យើងវាយឯងរហូតវាយជើងឯងវាយឯងចង្រៃរហូតឲ្យឯងចង្រៃរហូតមនុស្សដែលមានគេឈ្មោះល្បីល្បាញណាម្នាក់ក៏ទៅមកកៅដែរហើយនៅខាងក្រៅភ្នាល់គ្នាកាន់តែខ្លាំងកៅជិញគ្មានអ្នកគ្រប់គ្រងគេសុកចិត្ត1សង20ចំណែកស៊ូធូវិញ1សង1ខ្ញុំទៅជួយកៅជិញគេប្រកាសជាឈ្នះយប់នេះយើងនាំគ្នាដេកឆ្អែតស្អែកទៅមើលគេប្រកួតមិត្តភក្តិខ្ញុំឈ្មោះហឺហុងសិនគេបានទិញសម្បត្តិពីមុខឲ្យយើង3ដល់ពេលនោះប្រកាសជាមានឡានមកទទួលយើងទៀតផងណាមិនធម្មតាទេយើងសម្រាប់នៅណាដេកតែឡាអាស៊ូអញកំពុងទៅលេងសាច់មែនទេនេះគឺជាសន្តាគារអីទៅគេជាមិត្តភក្តិរបស់ខ្ញុំយល់ថាផ្ទះនេះប្រកាសជាល្អហើយបានជាគេរកមកឲ្យយើងស្នាក់នៅនោះហឺហុងសិនគេពិតជានៅទីនេះមែនទេរឿងនេះខ្ញុំក៏មិនដឹងដែរហុងសិនជាមិត្តរបស់ខ្ញុំគេជាអ្នកប្រាប់ខ្ញុំថាមកស្នាក់នៅទីនេះតាខ្ញុំអត់ដឹងទេចាំជាប្រទេសផ្ដាស់មែន
ល្អមកអាយុប្រហែលឆ្នាំហើយអាយុរបស់ខ្ញុំគិតមកដល់ឆ្នាំនេះ79អូយសុខភាពល្អមែននៅថារមករួចគេហៅខ្ញុំថារ៉ូបេតវ៉ារ៉ូបេត សួស្ដីរ៉ូបេត មិនគេយល់មែនពេញដល់មកឯងមកចាំប៉ុនខ្លួនឲ្យយើងមើលពីមនុស្សច្រើនខ្ញុំមានស្នេហាពីជាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំហើយគេរកយើងមែនទេមែនទេធុញឡើងនឹងស្មានឡើងមកម្នាក់ទៀតកៅជីម៉ាយ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 កណែនំគ្នាថារត់អត់ថតកៅជីរាត្រីសម្រាប់ទេវតាល្បែងពិភពលោកជួបជុំគ្នាក្នុងពេលនេះមានចំនួន24នាក់ចែកចេញជា6ក្រុមដើម្បីប្រឡងប្រជែងនឹងគ្នាហើយក្នុងមួយក្រុមជ្រើសរើស2នាក់ដើម្បីចូលរួមការប្រកួតចុងក្រោយអ្នកទាំងអស់គ្នាការប្រកួតចាប់ផ្ដើមហើយខ្ញុំដើរទាំងអស់នៅពេលដែលប្រកួតក្នុងតុមួយជ្រើសរើសមនុស្សតែ2នាក់ទេអាជីងត្រូវតែឈ្នះអាជីងនឹងឲ្យពួកឯងកុំអស់សង្ឃឹមរងចាំពេលលើក្រោយទៀតទៅខ្ញុំចាស់ទាំងអស់ខ្ញុំផែបុនមិនតាមទេស្រីស្រស់មិនបានជាមិនតាមខ្ញុំតាមខ្ញុំមានតែអត់មួយក៏អាចឈ្នះឲ្យបានដែរសំទោសខ្ញុំផែពីរសញ្ញាបៀរបស់លោកក្រាន់បានណាលោកចង់ឲ្យខ្ញុំធ្វើយ៉ាងណាដែរលោកនិយាយមកតាមចិត្តចុះខ្ញុំដាក់ទាំងអស់ទោះជាមើលឃ្លុះសញ្ញាបៀក៏ដោយក្នុងនេះមានកាមេរ៉ាតាមស្អិតណាគ្មានអ្នកណាប្រើល្បិចបានឡើយខ្ញុំកំពុងតែគិតលុយរបស់ខ្ញុំគួរទិញឡានហ្វាឡាលីឬមួយកងការពារខ្ញុំតាមហើយម្យ៉ាងទៀតខ្ញុំថែមពីលើ6លានហ៊ានតាមទេមនុស្សចាស់ហើយគួរតែគិតគួរឲ្យបានវែងឆ្ងាយបន្តិចបានខ្ញុំតាមខ្ញុំផែអាប់និងផែកញ្ចាស់ខ្ញុំដឹងថាឯងយ៉ាងច្រើនផែអាប់និងផែ3ប៉ុណ្ណោះអ្នកស្រីចំណាននេះទៅឲ្យមិនគួរឆេះឆាពេកទេបៀរបស់ខ្ញុំគឺ3ដើមជប់សិនអ៊ំស្រីនៅចំពាក់ខ្ញុំ6លានទៀតថ្ងៃស្អែកឲ្យតែបោះឈ្នះជនជាតិឥណ្ឌូនេស៊ីនោះយើងនឹងត្រៀមការនៅអ៊ីតាលីគេនិយាយថានៅខាងក្រៅភ្នាល់គ្នាច្រើនណាស់គេសុកចិត្ត1សង2ចំណែកបងគឺ3សង1នេះគឺជារឿងធម្មតាទេបងគិតរួចទៅហើយយើងត្រៀមការនៅវេននេះរួចហើយទីណូគេជួយកែសម្លៀកបំពាក់របស់អូនទៀតតែអូនចូលចិត្តខុសស៊ីច្រើនជាងចាំបានកូនប្រុសឬមួយស្រីអត់ទេប៉ុន្តែជាដំបងត្រូវតែបានកូនប្រុសមុនយើងដាក់ឈ្មោះរបស់វាគឺខេស៊ីងមិនពីរោះទេបងខូចណាខូចស្អីយើងសូមអបអរសាទរមិនកាយលួចស្ដាប់យើងនិយាយគ្នាយើងមកតាំងពីមុនហើយទៅទៀតឯងស្រងស្រាហើយពិតមែនទេបើយើងមិនស្រងស្រាក៏មិនកើតដែរតាំងពីឯងមកនៅជាមួយលោកពូមកយើងមិនដែលបានសំណងម្ដងណាទេយើងហាត់ល្បែងរាល់ថ្ងៃចំណែកឯងគិតតែពីកំដរអាជីពឯងមានសំណាងល្អខ្លាំងណាស់ឯងកើតមកក្រនបើជាងយើងមិនក៏មិនឲ្យពួកយើងទៅពីប្រឡងប្រជែងគ្នាដោយយុត្តិធម៌ទៅហេតុអីបានជាខ្ញុំគ្រាន់តែជាជំនួយការរបស់ឯងទៅវិញហេតុអីបានជាយើងមិនអាចប្រឡងប្រជែងជាមួយឯងបានហេតុអីបានជាយើងលេខ2រហូតអញ្ចឹង
បងកុំធ្វើអញ្ចឹង យើងជាបងប្អូននឹងគ្នាកាលពីអាឈិញឯងចង់បានអ្វីក៏ខ្ញុំយល់ព្រមជាមួយនឹងឯងដែរឯងមិនចាំបាច់ចិត្តល្អហើយក៏មិនចាំបាច់ដាក់ទៀតឲ្យខ្ញុំដែរកៅជីងថ្ងៃណាមួយពិភពលោកទាំងមូលប្រកាសជាដឹងថាកៅអៅខ្ញុំនេះគឺជាទេវតាល្បែងយ៉ាងពិតប្រាកដយើងមិនចាញ់ឯងទេចង្រៃយោមួយថ្ងៃគិតតែពិភពស្រាអាឈិញឯងចេញទៅក្រៅមកផ្លែសិនទៅណា ចា ពុកធွာនេះជាស្អីកំភ្លើងមួយដើមក្របមួយគ្រាប់ថ្ងៃស្អែកនរណាម្នាក់ក៏គេមិនឲ្យយកកំភ្លើងចូលទៅដែរតែយើងមានការបារម្ភខ្លាចពួកគេប្រើល្បិចហើយនេះឲ្យទុកសម្រាប់ការពារខ្លួនទៅធ្វើអ្វីក៏ដោយត្រូវតែមានការប្រុងប្រយ័ត្នជាមុនទើបជាការល្អត្រូវការចាំបាច់មែនទេដល់ក្នុងអប៉ៅទៅយើងឲ្យគេទុកសម្បត្តិយន្តហោះទៅអ៊ីតាលីហើយបើសិនជាឯងឆ្នះយើងទៅជប់លៀងនៅទីនោះ អស់ចាអរគុណបងអ៊ូទុកពេលដែលយើងមកស្គាល់កន្លែងយ៉ាងនេះ បើសិនជាមិនមែនពួកយើងប្រាប់គេថាសម្បត្តិពិបាកទិញយើងប្រហែលជាមិនអាចចូលមកទីនេះបានដល់ងាយៗនោះទេ ត្រូវថាតែបងអ៊ូប្រើជើងរន្ទះយកឈ្នះពួកគេ ណែ បត់នេះបាន និយាយការពិតទៅចោលបើសិនជាពួកគេដឹងខ្លួនគេមកសងសឹកតែយើងគិតយ៉ាងម៉េចទៅ ខ្ញុំក៏មិនដឹងដែរ មិនអីទេតាមមើលពួកគេ 4-5 ម៉ោងទៀតទើបដឹងខ្លួនឡើងអី yes កៅចេញអស់ចាកៅចេញអស់ចាកៅចេញប្រកាសជាឈ្នះអ្នកណាហ្នឹង មិត្តភក្តិ ម្នាក់ហ្នឹងឈ្មោះសៀឈិញមែនទេ អាជីងឯងយកចិត្តទុកដាក់ទប់ទល់ជាមួយនឹងស៊ូធូកុំភ្លេចពីអ្វីដែលយើងបានបង្ហាត់ឯងនៅក្នុងសិភៅចិត្តសាស្ត្រឲ្យសោះណាមិនតន់ឈ្នះលុយតែឈ្នះចិត្តសិនមែនទេមែនហើយស្នេហ៍ទី2គឺចាប់តោបង្ក្រាបខ្លាបញ្ចេញអតិពលខ្លួនឯងឲ្យគេមានការផិតភ័យចំណុចនេះសំខាន់ណាស់ណាពុកធွာខ្ញុំមិនយល់ពីអត្ថន័យចុងក្រោយនៃគម្ពីរនេះទេគេចង់និយាយពីអ្វីទៅឃ្លាចុងក្រោយគេចង់និយាយថាបើសិនជាសត្រូវខ្លាំងជាងយើងខ្លួនឯងត្រូវតែធ្វើជាមនុស្សល្ងិតល្ងងអត់ដឹងអីដើម្បីឲ្យសត្រូវយល់ថាយើងប្រកាសជាចាញ់ហើយមានការធ្វេសប្រហែសបន្តមកទៀតនៅពេលដែលយើងឃើញសត្រូវដែលប្រើល្បិចដូចយើងអញ្ចឹងចាំយកល្បិចរបស់យើងមកប្រើយើងមកហាត់ឯងបន្ថែមទៀត បៀខ្ញុំតូចណាស់ខ្ញុំមិនតាមទេមលៀនខ្ញុំតាមថែមពីលើ5លាន ផែក្រមុំនឹងផែ7មានន័យគួរឲ្យខ្លាចបានខ្ញុំតាមសិនលឹក8នៅនឹងខ្ញុំ3លាន ខ្ញុំតាម3លានហើយខ្ញុំថែមពីលើទាំងអស់ បានខ្ញុំតាម7 3ដង ល្អណាស់នេះគឺជាស្រីដ៏ល្អបំផុតនៅក្នុងវងល្បែងតែគួរឲ្យស្ដាយខ្លាំងណាស់ខ្ញុំ38 គេនឹងកាយចេញអត់សមគ្នាទេមែនទេ សំពួកគេទាំងពីរសំគ្នាណា អត់ចេះនិយាយអីតតែសោះយ៉ាងម៉េចសុំទោសណាអាសួរ មិនចាំបាច់មើលបាតបៀទេ5លាន ស
សិនលឹកអាត់នឹងសិនលឹកកិញ្ច10លានលពូខ្ញុំតាខ្ញុំចាប់10លានហើយថែម30លានទៅលើតាមក៏តាមយ៉ាងម៉េច30លានទៅដែរទេ30លានក៏ឲ្យខ្ញុំតាមដែរប៉ុណ្ណឹងមានន័យឲ្យចាស់ទៅថែម50លានទៀតយ៉ាងម៉េចតាមដែរទេនិយាយបានគួរសមបន្តិចទៅលោកពូខ្ញុំតាមទៀតខ្ញុំតាមមើលទៅដូចជាធំហ្វាសិនយ៉ាងចឹងតែខ្ញុំមិនជឿវារបៀបនេះសំជាធំហ្វាសិននោះទេគ្រាន់តែមុខវារបស់ខ្ញុំប៉ុណ្ណឹងក៏ខ្ញុំអាចឈ្នះបានដែរហើយប្រហែលហាមិនចុះខ្ញុំតាមចាត់ទាំងអស់តាំងអ្នកណាខ្លាចទៅបានយើងតាមឥឡូវយើងភ្នំជាមួយយើងដាក់ទាំងអស់នេះជាកម្ពុជាស្នេហ៍ចុងក្រោយដូចជានៅក្នុងកម្ពីបាននិយាយអញ្ចឹងយ៉ាងម៉េចដែរខ្ញុំតាមនេះគឺមូលប្រធានប័ត្រ$10លានអាមេរិកនៅធនាគារស្វីសខ្ញុំមិនត្រឹមតែតាមលុយដែលនៅលើតុទាំងនេះទេថែម$10លានអាមេរិកទៀតពីនិតមូលប្រធានប័ត្របានមានអ្នកណាថែមពីលើទៀតទេលោកកៅអៅនេះជាមូលប្រធានប័ត្រ$25លានសហរដ្ឋអាមេរិកចុះទៅខ្ញុំតាមខ្ញុំឈប់តាមហើយសូមជ័យទៅចុះស៊ូធូចាញ់ហើយស៊ូធូចាញ់ហើយឆាប់ត្រឡប់ទៅស្រុកវិញទៅវិញយោបាត់បៀកយើងមិនចង់និយាយជាមួយឯងទេយើងមានកិច្ចការចាំបាច់ចង់ប្រាប់ឯងពុកធေါ်សន្លឹកបៀកៅអើមិនធំជាងខ្ញុំទេមិនក៏ពុកធေါ်ឲ្យគេតាមតែយើងដឹងថាគេប្រកាសជាឈ្នះឯងមិនពិតទេពុកធေါ်ខ្ញុំហ៊ានហាងថាគេមិនមែនធំផាសុនទេឯងជឿយើងចុះហើយនេះឲ្យបានជាយើងឲ្យគេថែមពីលើ15លានទៀតឯងកុំតាមគេអីល្អជាងហេតុនេះបានជាមិនឲ្យតាមក៏អត់ប្រយោជន៍ដែរអ្នកណាជាទេវតាល្បីយើងខ្លួនឯងបានដឹងច្បាស់ហើយឯងភ្លេចពីអ្វីដែលយើងបាននិយាយប្រាប់ឯងថ្ងៃមុនហើយអ្នកដែលមានថ្វីដៃមិនត្រូវបញ្ចេញមុខទេប្រាទើបជាគោលបំណងចាំបាច់របស់យើងពុកធေါ်ភ្នំនៅខាងក្រៅទៀតតាមការពិតយើងជាអ្នកភ្នំនៅខាងក្រៅច្រើនបំផុតយើងបានទទួលប្រាក់ជាង$300លានអាមេរិកគេទាំងអស់គ្នាចាប់ថាឯងឈ្នះហើយនេះហើយបើសិនជាឯងឈ្នះយើងចាញ់រាប់$100លានពុកថតនឹងពិចារណារបស់ខ្ញុំទេហើយគេខ្លាចជាទេវតាល្បែង2 ខែទៅ2 ខែក្រោយយើងឲ្យមុំបាត់ពិតរបស់គេឲ្យឯងខ្លាចជាទេវតាល្បែងសុំទោសឈប់សិនអាជីងយើងចំណាស់នេះទៅហើយឯងមិនចង់ឲ្យយើងរស់នៅបានស្រួលទេយ៉ាងម៉េចពុកថតខ្ញុំសូមសន្យាថាថ្ងៃក្រោយខ្ញុំនឹងខំយកឈ្នះជូនពុកថតឲ្យបានច្រើនតែយប់នេះខ្ញុំត្រូវតែខ្លាចខ្លួនជាទេវតាល្បែងបើមិនចឹងខ្ញុំមិនអស់ចិត្តទេ
នេះជាសម័យរបស់យុវវ័យជឿនលឿនអាចជីងយើងយល់ពីចរិតរបស់ឯងច្បាស់ហើយធ្វើតាមគំនិតរបស់ឯងចុះយើងយល់ព្រមនឹងឯងពុកធွာយើងក៏ចោលគុំភាសារបស់យើងមានអនាគតល្អដែរសូមអរគុណគ្មានអីទេគ្មានអីទេជីងយើងបានស្គាល់ឃាតករសម្រាប់ប៉ារបស់ឯងគេពូកែញញឹមគេញញឹមធ្វើឲ្យយើងភ័យខ្លាចដូច្នេះឯងត្រូវទៅតាមរកម្នាក់នោះឲ្យឃើញដោយសារតែមានរឿងឃាតកម្មកើតឡើងកៅជីងបានទទួលមរណភាពហើយនេះឲ្យទុកឲ្យគូដណ្ដឹងរបស់គេជាអ្នកបន្តការប្រកួតកៅជីងលោកយ៉ាងម៉េចហ្នឹងលោកកៅជីងមានថែ9និងថែ10លោកមិនអាចស្លាប់ទេបៀរបស់លោកកៅអៅគឺថងហ្វាសុនលោកមិនអាចស្លាប់ទេលោកកៅអៅជាអ្នកឈ្នះលោកកៅអៅគឺជាទេវតាល្បែងចាប់ពីពេលនេះតទៅសូមឲ្យប្រលឹងរបស់លោកទៅកាន់ឋានសុគតិភពសូមឲ្យព្រះជាម្ចាស់ថែរក្សាលោកឲ្យលោកទទួលនូវជីវិតអមតៈសូមមេត្តាជួយថែរក្សាកៃជីងឲ្យគេចផុតពីគ្រោះថ្នាក់សូមវរទេវតាសូមទេវតាជួយថែរក្សាកៃជីងឲ្យគេចផុតពីគ្រោះថ្នាក់ទាំងឡាយខ្ញុំសូមថ្វាយបង្គំខ្ញុំសូមថ្វាយបង្គំអ្នកទាំងអស់គ្នាជាបងប្អូនរបស់គេមែនទេចាពួកខ្ញុំជាបងប្អូនគេកៅជីងជាមនុស្សមានសំណើល្អណាស់ក្របកំភ្លើងបាញ់ប្រឆាត់ពីក្រោយក្បាលរបស់គេមិនត្រូវខួរក្បាលនោះទេសរសៃប្រសាទរបស់គេភាគច្រើននៅរក្សាបានល្អក៏ប៉ុន្តែក្នុងរយៈពេលខ្លីៗនេះគេប្រហែលជាមានការសពេចសពលខ្លះនិយាយស្ដីក៏មិនសូវច្បាស់ហើយជួនកាលធ្វើឲ្យគេមានចរិតឆេវឆាវទៀតផងហើយនេះឲ្យខ្ញុំសំណូមពរឲ្យអ្នកទាំងអស់គ្នាជួយថែរក្សាគេបានល្អមានអំណងថ្មីមកហើយកៅឲ្យជាអ្នកទទួលអ្វីដែលជារបស់កៅជិញសង្សាររបស់គេក៏គេយកដែរអញ្ចឹងអ្នកនាងប្រកាសជាមានសង្ឃឹមហើយមែនទេសម្រាប់កៅជិញឃើញកសាញ់នេះសោះកុំតិចផោតាំងចោលអ្នកនាងឈីមានការអីខ្ញុំជាអ្នកហាមតាប្រហែលថ្ងៃនេះនាងអត់បានសម្រាកគួរតែទៅសម្រាកខ្លះទៅណាប្រយ័ត្នឈឺបានហើយខ្ញុំមិនអីទេខ្ញុំចង់ឲ្យគេបើកភ្នែកភ្លាមហើយមើលឃើញខ្ញុំភ្លាមអារឿងអញ្ចឹងមានអីពិបាកទៅធ្វើអញ្ចេះទៅវាចប់បាត់ហើយឃើញបើកភ្នែកទេយកអូយកុំវាយខ្ញុំធ្វើលេងទេមកតាយកឈឺហើយយកឈឺណាអូយខ្ញុំថាគ្រូពេទ្យកុំដកខ្ញុំសូមវល់ខ្ញុំដឹងថាបងចង់ស្លាប់ខ្ញុំដឹងថាបងស្ទើរតែខ្លាយទៅជាទេវតាល្បែងទៅហើយតែបងខ្លាយខ្លួនទៅជាអញ្ចឹងខ្ញុំក៏ពិបាកចិត្តដែរបើសិនជាខ្ញុំដូចបងវិញខ្ញុំក៏ធ្វើយ៉ាងនេះដែរក៏ប៉ុន្តែខ្ញុំសូមវល់បងនៅពេលដែលបងជាឲ្យដើររួចត្រូវប្រយ័ត្នខ្លួនឯងគ្រូពេទ្យថាបងប្រកាសជាដូចដើមវិញពេលដែលបងជាបងត្រូវយកអ្វីដែលជារបស់បងមកវិញទាំងអស់បងយល់ទេអាឈីខ្ញុំគឺអាឈីចង់ជួបឈិញមែនទេ
មកជួបបង អើលឿនឡើងនេះគ្រូពេទ្យខាងនោះអូយកសែនេះខ្ញុំតាមរកយូរហើយនៅនេះសោះអត់មកខ្ញុំមក ពួកគេរៀបការពីម្សិលមិញបើមិនសប្បាយចិត្តយំទៅបើមិនយំនិយាយអីមួយម៉ាត់មកចោលបងធ្វើយ៉ាងនេះខ្ញុំខ្លាចណាស់ អ្នកជំងឺលេងស្ទាត់ក្លិនអាហារច្រើនណាស់ហេតុនេះហើយយើងចង់ដឹងថាតើក្លិនអាហារអ្វីដែលគេនៅចាំបាន អញ្ចឹងត្រូវសាកល្បងច្រើនណាស់អេកុំបះមើលណែទឹកខ្ញីនេះយ៉ាងម៉េចដែរយ៉ាងម៉េចដែរទៅរសជាតិឆ្ងាញ់មែនទេពិសាច្រើនទៅលោកគ្រូពេទ្យបើសិនជាមានការប្រហែសធ្វើឲ្យគាត់ខឹងតែយ៉ាងម៉េចទៅ វាស្រេចទៅលើការខឹងនេះដល់កម្រិតណាជួនកាលធ្វើឲ្យគេឈួតជួនកាលធ្វើឲ្យគេល្ងងហើយជួនកាលខ្លាចដូចជាកូនក្មេងអញ្ចឹង កាយចេញបងមិនពិសាអីច្រើនថ្ងៃហើយសូមមេត្តាអាណិតខ្ញុំបញ្ចុកបងឲ្យបងពិសាណាខ្ញុំដំយូរហើយពិសាទៅ រំរយមុខទៅឲ្យយើងសាឡបងឥឡូវនេះខ្ញុំទិញស្ករសូកូឡាមកយកមកឲ្យគេហូបមកថាគេមិនហូបទេខ្ញុំហូបខ្លួនឯងក៏បានដែរគេខានហូបប្រហែលថ្ងៃហើយ ពី3ថ្ងៃហើយ ថាចេញកាយចេញឯងត្រូវតែស៊ីឯងត្រូវទុកជីវិតឯងដើម្បីសងសឹកឯងរស់ដើម្បីសងសឹកស៊ីទៅឯងត្រូវតែស៊ីអស់ទៅស៊ីទៅណែនេះទៅណែកុំខាចេញណែស៊ីទៅស៊ីអស់ទៅស៊ីទៅ គេព្រមហូបហើយគេដូចជាមានរសជាតិឆ្ងាញ់ណាស់ឲ្យគេហូបទៀត ស៊ីទៅថែមទៀតទៅគេព្រមហូបឲ្យតាថែមទៀតទៅ មិនចុកទៀតទៅ អស់ចានណា តាមពិតសូកូឡាមានជាតិល្វីងទៅបានជាគេចូលចិត្តហូបអញ្ចឹង នឹងជឿអង មានការអី នៅខាងក្រៅគេផ្សព្វផ្សាយថាកៅជីមតស្លាប់ដល់ គាត់មិនតាមស្លាប់មែនគាត់នៅរស់តែ បើខាងក្រៅគេដឹងកៅឲ្យក៏ដឹងដែរគេប្រកាសជាតាន់សម្រាប់កៅជី អញ្ចឹង យកអ្នកជំងឺទៅផ្ទះក៏បានដែរតែកុំភ្លេចឲ្យសោះថាខួរក្បាលរបស់គេធ្លាប់ត្រូវរបួសធ្វើយ៉ាងណាកុំឲ្យគេមានការឈឺចាប់តទៅទៀត ចាខ្ញុំដឹងហើយមិនឲ្យគេខឹងទេ ថ្លៃថ្នាំរបស់គេជាង 30 ម៉ឺននេះជាអ្នកទទួលខុសត្រូវ ជាង 30 ម៉ឺនមិនក៏ថ្លៃម៉េចទីបំផុតខ្ញុំមាន 30 ម៉ឺនរួចហើយនាំកាយជីងត្រឡប់ទៅផ្ទះប៉ុន្មានថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ពីព្រោះខ្ញុំបានជួយមុជទឹកឲ្យគាត់រាល់ថ្ងៃខ្ញុំផ្លែកបងអត់សុខខ្ញុំបានយកកាសែតវីដេអូឲ្យបងមើលតាមពិតនេះជារឿងដែលខ្ញុំចូលចិត្តមើលដែរតែឃើញរឿងរបស់បងខ្ញុំក៏ដឹងថាបងចូលចិត្តមើលរឿងបរទេសដែររឿងនេះខ្ញុំបានមើលច្រើនលើកហើយនោះម្នាក់នេះគឺអាឡាំងដឺឡុងគេសម្ដែងបានល្អណាស់គេនិយាយថាតួឯកនៅសៀងហៃក៏ធ្វើតាមគាត់ដែរសក់របស់គេរលោងស្អាតរាងក៏សង្ហាជូរហើយបងមិនទាន់និយាយអីសោះនៅទីនេះអស់រយៈពេល2ខែហើយម៉ាក់ខ្ញុំបាននិយាយថាបើសិនជាមានអីមិនសប្បាយនៅក្នុងចិត្តកុំលាក់ទុកនៅក្នុងចិត្តគួរតែនិយាយចេញមកអស់និយាយចេញមកវានឹងបានធូរក្នុងចិត្តខ្លះឥឡូវមានការអីបងត្រូវតែនិយាយចេញមកនិយាយការពិតទៅបើសិនជារយៈពេល1ខែមុននេះខ្ញុំជាបងវិញខ្ញុំក៏មិនចង់រស់ដែរមិនអាចកម្រើកខ្លួនបានហើយហាមាត់និយាយមិនចេញវេទនាជាងជាប់គប់ទៅទៀតបើសិនជារស់បែបនេះអស់មួយជីវិតមិនជារឿងធម្មតាទេប៉ុន្តែបងមានសំណាងល្អប៉ុន្តែយូរប៉ុន្មានបងនឹងបានជាដូចដើមវិញណែទេវតាកំពុងតែជួយបងត្រូវចេះថែខ្លួនឯងឲ្យបានល្អយល់ទេបើសិនជាសាក់បងសិតដូចជាអាឡាំងដឺឡុងបងប្រកាសជាស្អាតជាងអាឡាំងដឺឡុងទៅទៀតស្អុយណាថាម៉េចសត់អញ្ចឹងស្អុយណាបង
និយាយជាមួយខ្ញុំហ៎បងព្រមនិយាយជាមួយខ្ញុំហើយ ខ្ញុំមកដល់ទីនេះ2 ខែខ្ញុំយល់ច្បាស់ហើយខ្ញុំចាញ់គ្នាសល់អ្វីខ្ញុំចាញ់ឆាជីវិតដូចជាការលេងល្បែងអញ្ចឹងពេលចាស់លោកពោលថាលេងល្បែងមិនទាន់ដល់ដំណាក់កាលចុងក្រោយគឺមិនទាន់ឈ្នះចាញ់ទេសូមអរគុណបើគុំតបាននាងខ្ញុំប្រហែលជាមិនរស់ទេ បងត្រូវយករបស់ណាដែលជារបស់បងមកវិញតែលើក្រោយទៅលេងល្បែងកុំភ្លេចតែងខ្លួនឲ្យដូចជាឡើងដលឹង កុំអីសត់សក់ដូចអាឡើងដើរឡុងនៅពេលដែលបែកញើសស្អុយខ្លាំងណាស់ តែខ្ញុំចង់ឃើញបងសិតសាក់បែបនោះណា បានខ្ញុំមិនសិតសាក់ជ្រុងដូចជានាងនិយាយអញ្ចឹង អញ្ចឹងបងសិតនៅក្នុងពេលនេះហ៎ សិតពេលនេះតែម្ដង ចាប់ផ្ដើមទៅ 你好久都没有说过话，回来已经2个多月了。我妈曾经说过呢，如果有不开心的事啊，不要闷在心里头。 ខ្ចីប្រាពីលោកប៉ារបស់នាងណា ពិតមែនហើយបើមិនអញ្ចឹងធ្វើយ៉ាងណាអាចជួយកែចេញបាន ខ្ញុំមិនមែនខ្លាចគាត់មិនអោយទេក៏ប៉ុន្តែខ្ញុំខ្លាចគាត់គ្មានប្រា បា ក់ ត់អី គាត់ចំពាក់អាជីវច្រើនណាស់ទៅហើយបើសិនជាគេមករករឿងគាត់បានលុយណាសងគេ បានហើយ គិតមើលច្បាស់សិនទៅអើយជួយផងជួយផងជួយផង លោកប៉ា ជួយផងជួយយើងផង មិនក៏ធ្វើបាបប៉ារបស់យើង ហេតុអីហ៎ពុករបស់នាងគេចំពាក់ប្រាក់យើងមួយយ៉ាងទៀតនាងជាអ្នកវាយយើងត្រូវតែទូទាត់បញ្ជីជាមួយនាង ត្រូវការប្រាក់មែនទេអាស៊ូ មកយកចោះចុះសិនឯងចង់ទូយើងជាមនុស្សឈួតឯងមានប្រាក់ពីណាមកយើងគ្មានប្រាក់មែនតែគូដណ្ដឹងរបស់នាងរបស់យើងមិនខ្វះទេឯងចង់និយាយថាម៉េចគូដណ្ដឹងរបស់នាងយើងគឺជាទេវតាល្បីដល់ល្បីឈ្មោះបំផុតនៅក្នុងលោកនេះពេលនេះខ្ញុំមិននិយាយក៏មិនកើតដែរឯងចង់និយាយថាម៉េចទេវតាល្បែងពេលនេះគេកំពុងតែក្រេបទឹកឃ្មុំបាត់ហើយគេក្រេបទឹកឃ្មុំបណ្ដាគេតាក់ទងជាមួយនាងរបស់យើងបានហើយមិនឥឡូវយើងទៅពេលឯងទីមកតែនាំទេវតាល្បែងមកជួបយើងបើមិនចឹងទេឯងមកយកសាកសពឲ្យកូនគេទាំងពីរទៅហើយកុំប្តឹងប៉ូលីសឲ្យសោះស្ដាប់បានដែរទេស្ដាប់បានដែរទេវីបយវីបយវីបយ បន្លែងនេះពិតជាស័ក្តិសមកន្លែងព្យាបាលរបស់មែនយើងបានជួបគ្រូពេទ្យព្យាបាលអីដែរគេថាមានសំណាងល្អណាស់ក្នុងចំណោមមនុស្ស 100000 នាក់គ្មានអ្នកណាមានសំណាងល្អដូចជាឯងចឹងទេអាណាចចង់ជួបបងថ្លៃរបស់ឯង បងចេញបងសុខសប្បាយជាតិទេបងមិនអីជាការល្អណាស់ អាឈិញទៅតែមកពីឡាស្វីកាគេមិនធ្លាប់ញ៉ាំអាហារនៅទីនោះទេអាឈិញពេលនេះគេមានទម្ងន់ទៅហើយសុភមង្គលខ្ញុំទទួលបានគឺអាឈិញខ្ញុំនិយាយចិត្តទុកដាក់ស្រឡាញ់នេះហើយខ្ញុំនឹងឲ្យកូនរបស់ខ្ញុំមានអនាគតវាយទៅចុះហើយមិនស្រួលខ្លួនទេទៅចុះអាឈិញនាងមានការចង់និយាយជាមួយអាឈិញមែនទេអូយ នាងយ៉ាងម៉េចទៅហើយ បងចេញទោះថ្ងៃក្រោយកូនរបស់ខ្ញុំស្រីក៏ដោយឬប្រុសក៏ដោយខ្ញុំនឹងឲ្យគេប្រើឈ្មោះកៅស៊ីងនឹងឲ្យគេធ្វើជាកូនធររបស់បង គេធ្វើជាកូនធររបស់ឯងថ្ងៃក្រោយគេចង់ធ្វើអ្វីក៏បានដែរឯងនិយាយកុហកអាជីងឯងយ៉ាងម៉េចហ្នឹងនាងគ្មានសុភមង្គលទេនាងគ្មានសុភមង្គលទេនាងនិយាយកុហកខ្ញុំ បងចេញសុំទោសបងនិយាយខុសហើយ នាងមិនព្រមរៀបការទេប៉ុន្តែឪពុករបស់នាងហើយនៅទីនេះបង្ខំនាងគ្មានសុភមង្គលទេគេបង្ខំនាងរៀបការមែនទេ មិនមែនចឹងទេ មិនមែនទេខ្ញុំដឹងថានាងគ្មានសុភមង្គលទេនាងគ្មានសុភមង្គលទេនាងនិយាយប្រាប់ខ្ញុំមក បានហើយបានហើយ នាងប្រាប់ខ្ញុំមកទេនាងគ្មានសុភមង្គលទេនាងគ្មានសុភមង្គលទេ បានហើយ នាងគ្មានទេនាងគ្មានសុភមង្គលទេនាងកុហកខ្ញុំខ្ញុំនិយាយការពិតទៅខ្ញុំមិនទ្រាំមិនបានទេខ្ញុំទ្រាំមិនបានទេនាងនិយាយការពិតទៅគេទៅខ្ញុំទ្រាំមិនបានទេនិយាយការពិតទៅនិយាយការពិតទៅ បងចេញស្នេហារបស់យើងជារឿងធម្មតាឥឡូវខ្ញុំជាបងថ្លៃបងត្រូវគួរសមផង វីបយអ្នកនាងឈីត្រូវលោកតកែចាប់ខ្លួនបាត់ទៅហើយតើអ្នកណាទៅជួយគាត់ទៅ
mau có lòng phát à số mình toàn khi từ lòng mà bênទៀតphải dắt lòng u vậy bộ anh nhá phải này không lòng u ấy phải lơ cầm phượng chầm pram cầm phong tan nằm lòng thôi anh dây tơ men thì mình mau thế chẳng ai mau thưa gì xong tôi này thằng ngọc này thì vào đang là bảy nè mong không mặc thì vào đang là bảy miền sáu bình men bằng sầm lanh chơi trong phongខ្ញុំជាទេវតាល្បែងសូមមេត្តាផ្ដល់កិត្តិយសដល់ខ្ញុំដល់លេខសង្សាររបស់ខ្ញុំទៅបានទេហើយពិតជាទេវតាល្បែងមែនពិតជាទេវតាល្បែងមែនបើសិនជាលបងមិនជឿទេផ្ដល់ជាមួយគាត់ទៅបើសិនជាលបងចាញ់ដល់លេខនាងឈីកមិនអីទេឲ្យគេជាអ្នកធ្វើមេខ្ញុំជាអ្នកចាក់អស់ចាមែន6 3ដកអីយ៉ាចង្រៃយោហើយស្មានតែយើងជាកូនក្មេងហ៎អីយ៉ាអីអូយហើយជាទេវតាល្បែងហើយពូកែលេងលោកឡាក់ណាមែនទេសុំលោកដកដៃរបស់លោកចាញ់សិនទៅហើយលើយើងក៏លោកឯងចាក់បន្តិចទៀតឯងក៏លោកយើងជាអ្នកចាក់ហើយឈប់លេងឲ្យគ្មានលេងគួរសប្បាយទេហើយអាខ្ញុំអត់ដឹងថាអញ្ចឹងសោះធំហា3 4 4ពិតជាធំមែនត្រូវហើយយើងឈ្នះហើយឆាប់ដល់លេខលោកប៉ាយើងទៅតើលេងគេទៅហេតុអីបានចោលដោះលេងខ្ញុំហេតុអីបានចោលដោះលេងគេកដាទី2គឺខ្ញុំហ៎កុំភ័យអីខ្ញុំបកកែណាចាទៅខ្ញុំចាក់ធំ11គ្រាប់ធំមិនកើតទេគេមិនតាន់ក្លុកឯណាអ្នកណាថាមិនកើតចាប់បើទៅចា1 3ដងពិតជាល្ងងមែនឥឡូវនេះម្ដងទៀតឲ្យឆ្លើកបានខ្ញុំចាក់តូច4 5 6ធំបងធំមកដូចជាចម្លែកចាប់ដល់លេងគេព្រាមទៅឆ្លើកបានណែស្ដាប់បានទេដល់លេងខ្ញុំផងឥឡូវនេះដល់វិញយើងម្ដងនេះតែចាក់លេខប្រមាណទៅបាយអាចឈ្នះបានចាក់ទៅលេខ1និយាយម្ដងទៀតលេខ1ក្របលោកឡាក់មាន3គ្រាប់ណាបងជីងបងច្រឡំទេដឹងបងធំអានេះជាអាយុជីវិតរបស់ខ្ញុំកុំយកមកលេខសាយឲ្យសោះណាលេខ1អាណាក្របលោកឡាក់ផ្សេងទៀតខ្ញុំឃើញលោកលួចយកក្របលោកឡាក់មួយដែរតើគេជាអ្នកណាហើយបានជាពូកែខ្ញុំឥឡូវគាត់មិនមែនធ្វើពុតទេគឺជាទេវតាល្បែងមែនគាត់ពិតជាឈួតដល់លេងខ្ញុំទៅខ្ញុំឈប់លេងហើយបងជឿអើយខ្ញុំសុំបងចង់និយាយថាម៉េចហើយចេញសាទៅធ្វើគេទៅអូយឆាប់នាំគ្នាទៅបលីមកដល់ឥឡូវនេះហើយកុំអារម្មណ៍ខ្លាំងពេកទៅបលីឡើងពិតជាល្ងងមែនអ្នកដែលល្ងងគឺបងណាគេយ៉ាងម៉េចទៅហើយតាមពេទ្យពិនិត្យអារម្មណ៍របស់គេដូចជាមិនល្អសោះខ្ញុំសន្និដ្ឋានថានេះជាជំងឺសរសៃប្រសាទក្នុងជំហានទី1គេប្រហែលជាគ្នាសង្កឹមទេបងជីងកុំតាត់គេមកនេះឲ្យឆាប់ឡើងទៅមកនេះមកឲ្យឆាប់ឡើងមកបងជីងបងកុំធ្វើអញ្ចឹងបងធ្វើអីបងប្រកាសជាកុំធ្វើអញ្ចឹងណាបងជីងកុំធ្វើអញ្ចឹងបងជីងគាត់យ៉ាងម៉េចទៅហើយតាមការពិនិត្យអារម្មណ៍របស់គេដូចជាមិនស្រួលតាមខ្ញុំស្មានគេគាត់ជំនាញខ្លាំងគាត់ជំនាញទី1យើងកំពុងតែគិតតើគេឈួតពិតឬក៏មិនពិតប៉ុណ្ណឹងទៅឲ្យមានអីមិនឈួតក្រែងលោកប៉ាបានសួរគេហើយតើប្រយ័ត្នប្រយែងទៅល្អជាងតំណែងជាទេវតាល្បែងឥឡូវនេះនៅចំពោះមុខមានសត្រូវម្នាក់យ៉ាងធំទៀតរឿងនេះមិនមែនធម្មតាទេវានឹងប៉ះពាល់ដល់កិត្តិយសរបស់យើងកាលពីមុននៅ Las Vegas មានគេទទួលស្វាគមន៍យើងច្រើនណាស់ឥឡូវស្រាប់តែរៀបចំកម្មវិធីប្រកួតម្ដងទៀតខ្ញុំមិនដឹងថា
គេកំពុងតែធ្វើស្អីនោះទេដូចជានយោបាយអញ្ចឹងការលេងល្បែងគឺមានឈ្នះមានចាញ់បើឲ្យពួកអាស៊ីមកធ្វើជាទេវតាល្បែងពួកអឺរ៉ុបវាប្រកាសជាអាម៉ាស់មុខខ្លាំងណាស់ឲ្យដឹងទេនៅជាមួយពួកបរទេសក៏មិនឈ្នះខ្ញុំដែរពិតមែនហើយបើសិនជាកៅជីងមិនមែនឈួតពិតប្រកបទេគេទៅចូលរួមក្នុងការប្រកួតពិភពលោកអញ្ចឹងឯងមានសង្ឃឹមអាចឈ្នះគេដែរទេចេញនោះលែងសាប់ខ្ញុំលែងនាងលួចស្ដាប់ស្អីគ្មានទេខ្ញុំគ្រាន់តែដាក់កាន់តែលែងនាងនិយាយទៅហត់លែងខ្ញុំទៅដៃរបស់នាងពិតជាទន់ណាស់គ្រាន់តែច្បាច់ប៉ុណ្ណឹងក៏នាងជួយដែរមែនទេលែងដៃខ្ញុំនាងគឺជាប្រពន្ធរបស់យើងនាងត្រូវតែជួយយើងលែងដៃខ្ញុំទៅបើសិនតែនាងហ៊ានប្រេកប៉ុណ្ណានាងប្រកាសជាមានគ្រោះថ្នាក់នាងឲ្យកៅជីងចូលរួមការប្រកួតមែនដើម្បីជួយគាត់ខ្ញុំបានលក់ផ្ទះរបស់លោកយាយហើយនាងឲ្យគេចូលរួមដូចជាធ្វើបាបគេយ៉ាងអញ្ចឹងឆាប់ជួយគេផងទៅមានតែតំណែងរបស់គេទេទើបអាចចូលរួមបានខ្ញុំគ្មានសិទ្ធិទេអញ្ចឹងបើគ្មានជួយផង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 គេចាប់កៅជីងធ្វើបាត់ហើយអត់បានការមែនប្រកាសជាកៅឲ្យបញ្ជាពួកវាតាមចាប់កៅជីងហើយបដៅមកកៅបើយើងស្មានមិនខុសទេគេចាប់កៅជីងពិតជាមានគោលបំណងថ្ងៃស្អែកនេះគេប្រកាសជាធ្វើសម្ភារជាមួយអ្នកកសែតយើងទៅមកកៅតាមរកកៅឲ្យភ្លាមយើងមិនអត់អន់ឲ្យអ្នកដែលធ្វើបាបមិត្តភក្តិរបស់យើងជាដាច់ខាតសូមអ្នកកសែតទាំងឡាយមេត្តាប៉ាថតបានហើយទេនេះគឺជាច្បាប់នៅក្នុងថ្ងៃនេះការជួបជុំរបស់ទេវតាល្បែងក្នុងថ្ងៃនេះនឹងចាប់ផ្ដើមការប្រកួតហើយថ្មីត្បិតថាអ្នកតំណាងអូស្ត្រាលីកូរ៉េគេមិនទាន់មកដល់មែនក៏ប៉ុន្តែយើងមិនអាចរងចាំតទៅទៀតបានទេឥឡូវនេះយើងសូមស្វាគមន៍ទេវតាល្បែងលោកកៅអៅហើយសូមប្រកាសចាប់ផ្ដើមកម្មវិធីចាប់ពីពេលនេះតទៅឆាប់ដល់លេងកៅជីងភ្លាមយើងមិនដឹងថានាងចង់និយាយថាម៉េចទេឯងនេះតែឯងចង់ធ្វើស្អីឯងជាណាឯងចង់យ៉ាងម៉េចឯងមានដឹងដែរទេនេះជាកន្លែងត្រឹមត្រូវអាចនិយាយបានតែមិនអាចត្រាស់ដៃបានទេយើងគឺជាមនុស្សសម្រាប់ចាត់ការមនុស្សថោកទាបព្រៃផ្សៃដែលគ្មានឪពុកម្ដាយអប់រំដូចជាឯងអញ្ចឹងមនុស្សថោកទាបសាហាវព្រៃផ្សៃដូចជាឯងរស់នៅក្នុងសង្គមក៏អត់បានប្រយោជន៍ដែរអាចចឹងហើយឯងចង់និយាយថាម៉េចឯងជាយើងខ្ញុំណែអ្នកទាំងអស់គ្នាដំណើររបស់ប្រទេសអូស្ត្រាលីបានមកដល់ហើយសូមស្វាគមន៍សូមទោសដែលខ្ញុំមកយឺតពេលបន្តិចសូមតើលោកឈ្មោះអីដែរខ្ញុំឈ្មោះកាជីងអ្នកដែលមានរបួសកាលពីលើកមុនឥឡូវនេះខ្ញុំជាហើយខ្ញុំទទួលការអញ្ជើញរបស់លោកវ៉ាងជាហើយនៅអូស្ត្រាលីដើម្បីចូលរួមការប្រកួតលើកនេះម្ដងនេះខ្ញុំមិនឲ្យអ្នកទាំងអស់គ្នាអស់សង្ឃឹមទេចាកាជីងបងជាខ្ញុំសប្បាយចិត្តណាស់ខ្ញុំមិនអីតតែសោះក៏ប៉ុន្តែកន្លងមកគេយកឡាន FBI ពិសេសមកតាមដានសកម្មភាពរបស់យើង FBI អាជីងបើខ្ញុំមិនធ្វើពុតលប់សតិខ្ញុំក៏មិនអាចរស់ដល់សប្តាហ៍ថ្ងៃនេះដែរអញ្ចឹងបងក៏ហក់ខ្ញុំដែរហ៎មិនមែនទេខ្ញុំឈប់កុហកនាងទៀតហើយទៅវិញតាមពិតមានគេតាមដានរឿងយើងម្យ៉ាងទៀតបងបានតំណាក់តំណងមនុស្សដែលនៅអូស្ត្រាលីរួចទៅហើយមែនទេខ្ញុំប្រើវិធីចាស់កម្រិលគឺសរសេរសម្បត្តិខ្ញុំសរសេរសម្បត្តិតាំងពីដើមដល់ចប់ហេតុអីបានជាខ្ញុំមិនដឹងមានកិច្ចការជាច្រើននាងមិនអាចដឹងបានទេតែចាប់ពីពេលនេះតទៅអ្វីក៏ខ្ញុំដឹងឮដែរស្ដាប់បានទេស្វាយចិត្តចុះទេខ្ញុំត្រូវតែដឹងតើផ្ទះនេះមានបញ្ហាទេគេជាអ្នករៀបចំឲ្យយើង
យប់នេះយើងគួរតែសម្រាយបានស្រួលទៅ អញ្ចឹងថ្ងៃស្អែកបងមានការជឿជាក់ដែរឬក៏អត់ កៅអើត្រូវទប់ទល់ជាមួយជើងឯកម្នាក់មកពីហ្វីលីពីនឈ្មោះថននេះប៉ុន្តែរឿងដែលខ្ញុំបារម្ភគឺឈីងឈីងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ប្រហែលជាមិនអីទេ បញ្ហាមួយទៀតដែលខ្ញុំមានការបារម្ភនោះគឺបើថ្ងៃស្អែកគេមិនអាចយកឈ្នះខ្ញុំបានទេយប់នេះគេប្រកាសជាឲ្យមនុស្សមកតាមសម្លាប់ខ្ញុំលោកតកែយើងគួរចាត់ការឬមួយយ៉ាងណាអាចចេះចប់យប់នេះម៉ោង 11 កន្លះនៅពេលដែលគេចូលចិត្តហើយពេលដែលគេត្រូវការសម្រាប់ដល់ពេលនោះចាត់ការគេទៅរយៈពេល 3 នាទីត្រូវសម្លាប់មនុស្សទាំងអស់បាទកាលដែលឯងនៅវៀតណាមឯងធ្លាប់ប្រយុទ្ធជាមួយនឹងឡុងអូហើយឯងក៏ស្គាល់ថ្មីដែរគេច្បាស់នៅវៀតណាមឯងរត់រួចតែយប់នេះគេមិនអាចរត់រួចនោះទេប្រយ័ត្នប្រយែងទៅល្អជាង 没人呢。យប់នេះបងនៅក្នុងបន្ទប់ប្រកាសជាគ្មានគ្រោះថ្នាក់ទេ ទោះជាយ៉ាងណាក៏យើងមិនបែកគ្នាដែរ បងធំអីកុំសម្លាប់ខ្ញុំអីបងចង់ដឹងអីខ្ញុំប្រាប់ឥឡូវនេះអាជីនឹងលោកកៅជីនៅក្នុងបន្ទប់របស់គេដែលមានរមុំ 2000 ម៉ែត្រការ៉េស្រួលរត់ណាស់ផ្ទះបាយចំទី 2 ទូទឹកកកនៅក្នុងនោះមានមន់ដុតមន់អាងចង់ពិសាអីយកខ្លួនឯងទៅឡងអ៊ូកំពុងតែងូតទឹកគេមិនទាន់ចេញមកទេសូមប្រយ័ត្នប្រយែងរអិលសាប៊ូច្រើនណាស់ទោះជាយ៉ាងណាក៏ដោយគឺងាយស្រួលបំផុតខ្ញុំជាកម្មករអើយគ្នាឯងទេខ្ញុំភ័យសឹងដាច់ខ្យល់ហើយ អាចចោដល់ឡើងគេទៅទីនេះមិនមែនជាវៀតណាមទេបងជីង កើចេញឡងអូបាយក្រាន់បានណាឆាំមកជួយនេះចាយើងរាប់ពី1ដល់3បើមិនចឹងទេយើងទម្លាក់នឹងទៅខាងក្រៅភ្លាមស្ដាប់បាននេះ1 2 យ៉ាង 别
七姑娘。ដល់ពេលហើយមិនដាច់ចិត្តទៅអីខ្ញុំចង់ជួបនាងណាស៊ីវឈីខ្ញុំមកហើយលោកគ្រូពេទ្យថាឆ្អឹងខាងក្រៅខ្នងរបស់នាងបាក់ខ្ទេចអស់ប្រហែលជាគ្មានសង្ឃឹមទេអាជីខ្ញុំដឹងថានាងប្រកាសជាស្ដាប់សម្ដីរបស់ខ្ញុំបានទាំងអស់ពួកវាធ្វើបាននាងយ៉ាងនេះខ្ញុំមិនអត់អស់នៅពួកវាជាដាច់ខាតឥឡូវនេះនាងដូចជានៅក្នុងប្រអប់មួយអញ្ចឹងក្នុងទីងងឹតมันអាចកម្រើកបានម្យ៉ាងទៀតប្រអប់នេះអូនមិនអាចបើកបានទេបងមិនចង់ឲ្យអូនស្ថិតនៅក្នុងសភាពវេទនាទេបងបាននិយាយឲ្យថាបងនឹងធ្វើសក់តាមសំណពររបស់អូនពិតមែនថាអូនមិនឃើញតែបងសន្យាបងត្រូវតែធ្វើតាមអូនប្រគល់លបាយប្រចាំពិភពលោកមានអ្នកតំណាងឲ្យប្រទេសអូស្ត្រាលីគឺលោកកៅជីងអ្នកតំណាងឲ្យម៉ាកាវគឺលោកកៅអៅអ្នកតំណាងឲ្យកូរ៉េលោកជីងអ៊ីសុងអ្នកតំណាងឲ្យសហរដ្ឋអាមេរិកថិនយ៉ាសិនអ្នកតំណាងឲ្យហ្វីលីពីនម៉ានីម៉ារ៉ូណូអ្នកតំណាងឲ្យអូស្ត្រាលីគឺលោកផេរីសេឌីអ្នកទាំងអស់គ្នាមាន6នាក់ត្រាក់គ្មានកំណត់តែតិចបំផុតក្នុងម្នាក់ត្រូវមាន5លានហើយនេះគឺជាសញ្ញាបត្រដែលផលិតនៅក្នុងបនលបាយពិសេសរបស់យើងដែលមិនអាចខ្លាំងខ្លាយបានឡើយពីព្រោះបៀទាំងពីរហូរនេះមានក្បាច់ផ្កាខុសពីគ្នាបៀដែលលេងមួយក្តាររួចហើយនឹងកំទេចចោលទាំងអស់មិនទុកមួយសន្លឹកឡើយហើយនេះហើយមិនឲ្យប៉ះពាល់ដល់ជើងឯកក្នុងការប្រកួតបើមិនចាំបាច់អ្នកដែលចូលរួមប្រកួតនាំគ្នាចូលបានតែ3នាក់ហើយកំណត់36ក្តារចាញ់ឈ្នះសូមស្វាគមន៍លោកកៅពួកគេមកជុំគ្នាអស់ហើយសូមជើញចូលទៅសំទោសរឿងពីយប់នេះខ្ញុំមានការសោកស្ដាយណាស់តែខ្ញុំជឿថាក្រោយពេលប្រកួតហើយកាន់តែមានការឈឺចាប់ថែមទៀតម្យ៉ាងទៀតខ្ញុំចង់និយាយប្រាប់ឯងយូរហើយសិតសក់បែបនេះវាអាក្រក់មើលខ្លាំងណាស់បងជីងខ្ញុំមានកិច្ចការខ្លះចង់និយាយជាមួយបងថ្ងៃក្រោយចាំនិយាយគ្នាតែរឿងនេះសំខាន់ណាស់កា
ការប្រគល់លបែងចាប់ផ្ដើមបងជីវយប់នេះសូមអង្គុយនៅខាងក្រោយអាជីងកន្លងមកគេមានទម្លាប់អាក្រក់មួយគេចូលចិត្តទីស្លឹកបៀឡើងមើលយូរណាស់មកហើយនៅតែមានទម្លាប់ចាស់មិនកែប្រែក៏ប៉ុន្តែខ្ញុំខ្លាចវាមានការប្រែប្រួលខុសពីមុនស្លឹកប៊ូ30,000ខ្ញុំមិនតាមទេមិនតាម20 ក្តារទៅឲ្យគេមិនការគេមិនចង់លេងតទៅទៀតឬមួយយ៉ាងនោះខ្ញុំហៅ2លានឯងទៅទៅហៅថ្លៃវាដូចជាយឺតពេលពេកហើយប្រារបាយភាកច្រើននៅក្នុងហប៉ៅរបស់ខ្ញុំទៅហើយពេលនេះបើសិនជាខ្ញុំធ្វើដោយឯងមិនតាមគ្រប់ដៃនោះក៏ខ្ញុំឈ្នះឯងដែរឯងរហ័សលេមទេវតាល្បែងមិនក៏អន់ខ្លាំងម្ល៉េះជួនកាលធ្វើចាញ់ម្ដងពីរដងគឺរឿងធម្មតាទេខ្ញុំមិនតាមទេឯងពិតជានិយាយត្រូវមែនយើងគឺទេវតាល្បែងយើងមិនទុកពេលឯងទៀតទេមកលៀនខ្ញុំតាមខ្ញុំតាមខ្ញុំជាអ្នកនិយាយថ្លៃម្ដង5លាន5លានចង់មើលបានបៀរបស់ខ្ញុំកុំសង្ឃឹមឲ្យសោះ5លានខ្ញុំថែម10លានសរុបទាំងមុនក្រោយគឺ15លានខ្ញុំមិនចង់អន់ពេកទេបើមិនអញ្ចឹងខ្ញុំប្រកាសជាគ្មានពេលខ្ញុំតាមអូស្ត្រាលីពិតជាមានប្រាក់ច្រើនមែនផែ2ចង់តាមផែកញ្ចាស់លូត្រាតែមាន32កុំល្ងងខ្លាំងពេកខ្ញុំតាម10លានទៀតខ្ញុំចាប់សម្ដីឯងមិនខុសទេគឺ2-3សន្លឹកធម្មតាទេខ្ញុំដាក់ទាំងអស់ដាក់ទាំងអស់2-3ស្លឹកនេះគួរអស្ចារ្យហ្វីលីពីនយើងមិនខ្វះប្រាក់ទេផែគេចាស់ស៊ីឯងបានបាត់ទៅហើយទេវតាល្បែងឯងយ៉ាងម៉េចដែរបាត់បៀរបស់គេគឺសន្លឹក10
កើជាមានសិលឹកពី3ដើមហ្វីលីពីននោះនៅតាមទៀតនោះបានសេចក្តីថាគេប្រកាសជាមានកញ្ចាស់3ដើមមើលទៅយើងមិនគួរតាមទេកៅអើបើសិនជាយើងលើកកន្សែងសនេះចេញមកបានន័យថាឯងតាមរហូតក៏មានការសង្ស័យឲ្យសោះយើងមានវិធីទប់ទល់ជាមួយនឹងអាជីងហើយប្រាកំពូលស្ងៀតដល់ពេលនោះឯងគង់តែដឹងទេយ៉ាងណាក៏ដោយត្រូវតែធ្វើតាមកន្សែងរបស់យើងអ្នកទាំងអស់គ្នាប្រឹងប្រែងយ៉ាងនេះទៅហើយបើខ្ញុំមិនប្រឹងក៏មិនកើតដែរខ្ញុំជឿថាខ្ញុំមានសង្ឃឹមខ្ញុំតាមឆ្កែយូសំទោមករបស់ខ្ញុំធំផាសិនខ្ញុំជាអ្នកនិយាយថ្លៃម្នាក់នេះក៏អស់លុយទៅហើយនៅសល់តែឯងហើយនឹងខ្ញុំទេមិនអីទេទុកពេលគេម្ដងទៅហើយសួរគេទៅមើលតើគេព្រមថែមប្រាក់ដែរទេខាងក្រោយខ្នងរបស់ខ្ញុំមានប្រាក់$30 លានអាមេរិកយើងទុកសិទ្ធឲ្យឯងលេងជាមួយយើងម្ដងទៀតចុះខ្ញុំសុំបាត់បៀសិនបាត់បៀបាត់នេះហួយអ្នកទាំងអស់គ្នាលប់សតិមែនទេលោកកើចេញលោកមានប្រាក់ថ្មីបន្ថែមដែរទេភាគីអូស្ត្រាលីគេមិនចង់បន្ថែមប្រាក់ខ្ញុំទេខ្ញុំមាននេះឈួតទេចង់ធ្វើអីនោះហ៎បងជីងអំបញ្ញមិញខ្ញុំចង់និយាយប្រាប់បងពីរឿងនេះណាកៅអីខ្ញុំត្រាំលេងបានហើយខ្ញុំបានយកប្រាក់សន្សំរបស់ខ្ញុំទាំងប៉ុន្មានមកនេះដើម្បីផ្ដល់គ្នាម្ដងនេះគឺមូលប្រទានប័ត្រមានតម្លៃ$30 លានអាមេរិកខ្ញុំជួយបងកៅជីងចាស់អាជីងបងកៅជីងកុំរវល់នឹងខ្ញុំប្រាក់$30 លាននេះគឺខ្ញុំជាអ្នកជួយបងខ្ញុំឈប់តាមនឹងគេហើយខ្ញុំដឹងថាគួរធ្វើយ៉ាងម៉េចហើយនាងទៅវិញចុះនេះគឺមូលប្រធានប័ណ្ណសូមជួយពិនិត្យកើចេញឯងពិតជាគ្រាន់បើមិនឯងហ៊ានលួចស្រឡាញ់ប្រពន្ធយើងផងនិយាយពាក្យថោកទាបពេករឿងរបស់យើងតែពីរគួរតែទូទាត់នៅក្នុងថ្ងៃនេះឲ្យចប់ស្រេចបាច់បានបានយើងយល់ព្រមទទួលមូលប្រធានប័ណ្ណនេះបានទំនាប់ថ្ងៃនេះខ្ញុំត្រូវយកអ្វីដែលជារបស់ខ្ញុំមកវិញប្រាក់សុទ្ធ$30 លានអាមេរិកថ្នល់យកឈ្នះចាញ់ប្រាក់របស់យើងមិនចាញ់ឲ្យដល់ងាយនោះទេកើចេញហើយលួចស្រឡាញ់ប្រពន្ធរបស់យើងនឹងយកសន្លឹកបៀរបស់យើងទិញដៃរបស់ឯងបើអ្នកណាចាញ់អ្នកនោះជាអ្នកកាប់ដៃរបស់ឯងចោលមិនក៏សាហាវខ្លាំងម្ល៉េះហើយនិយាយថាចង់កាប់ដៃរបស់យើងចោលយើងមានរឿងអីទុកពេលឲ្យសងសឹកជាមួយយើងទៀតនោះលោកគណៈកម្មការតើអញ្ចឹងអាចធ្វើបានដែរទេគំនុំផ្ទាល់ខ្លួនរបស់អ្នកទាំងពីរគណៈកម្មការមិនចង់រវល់ទេវាយទៅពីនេះឈួតទេយើងទុកដៃទៅពីអោបស្រីវិញយើងសាមកចាស់យើងចោលយើងមិនតាមពួកឯងនាំខូចដៃរបស់យើងទេយ៉ាងម៉េចឯងមិនហ៊ានបាទលោកជាអ្នកបង្ខំខ្ញុំតាមបើបៀទៅដៃខាត់មិនមែន10កើទេព្រោះ10កើលើខ្ញុំគឺខ្ញុំជាអ្នកក្បត់បងខ្ញុំមិនជួយគាត់ក៏មិនកើតដែរសុំទោសកាលពីល្មុនខ្ញុំជាអ្នកឈ្នះដោយសារថងហ្វាសិនហើយលើនេះក៏ដូចកាលពីលើមុនដែរអ្នកទាំងអស់គ្នាខ្ញុំថងហ្វាសិនឯណាសិលឹក10កើ
ហេតុអីបានជាបាត់សន្លឹកបាត់កើស៊ីនឹងលោកឲ្យអាឈីងដូរបាត់បៀរបស់ខ្ញុំនេះគឺជាកម្ពុជាស្នៀតចុងក្រោយតែគួរស្ដាយណាពេលដែលខ្ញុំបានជួបអាឈីងជាលើកទី1ភ្នែករបស់នាងខុសប្លែកពីមុនឆ្ងាញ់ណានាងជាស្រីក្បត់ចិត្តស្រីដែលក្បត់ចិត្តអ្វីក៏គេហ៊ានធ្វើដែរគឺខ្ញុំមានចេតនាឲ្យគេដូរបាត់បៀរបស់ខ្ញុំលោកឲ្យភ្នែកទេវតាសម្លឹងមើលបៀរបស់ខ្ញុំស្មានថាខ្ញុំមិនដឹងទេប៉ុន្តែអ្វីដែលគេបានមើលឃើញគ្រាន់តែជាជ្រុងស្លឹកបៀនៅក្នុងចិញ្ចៀនរបស់ខ្ញុំតែប៉ុណ្ណោះបាត់បៀរបស់ខ្ញុំមិនមែនស្លឹក10កើតទេតាមការពិតគឺស្លឹក3ជួងហើយនេះគឺជាកម្ពុជាស្នៀតដែលលោកបានបង្ហាត់ខ្ញុំថ្ងៃមុននោះលោកចាំទេហើយក៏ជាស្លឹក3ដែលខ្ញុំយកមកថ្វាយលោកដែរសូមអរគុណលោកឯងប្រើល្បិចគណៈកម្មការគេប្រើល្បិចលោកគណៈកម្មការខ្ញុំធ្វើនេះគឺដោយសារតែគេប្រើល្បិចមកលើខ្ញុំមុនតើធ្វើអញ្ចឹងខុសច្បាប់ដែរទេលោកនិយាយទៅមើលមិនខុសទេតើបាននេះថាម៉េចទៅគេមានស្លឹក2 3ដើមចំណែកលោកមានអត់តែមួយស្លឹកហើយនេះហើយគឺគេជាអ្នកឈ្នះអូយ32ឈ្នះងាប់ខ្ញុំអើយជំពះប្រាស់សងប្រាក់ជំពះដៃសងដៃយកទៅថើមកលោកពូជួយខ្ញុំផងខ្ញុំមិនចង់បាត់បង់ដៃជំពះរបស់ខ្ញុំនោះទេរហូតមកដល់ពេលនេះឯងនៅតែមិនតាន់យល់ទៀតមនុស្សដែលគ្មានប្រយោជន៍សម្រាប់គេគេមិនជួយឯងទេចង្រៃយកឯងខកយើងលោកឆ្ងល់ណាស់ហេតុអីបានខ្លាយទៅជាក្រែមែនទេកាលពីលើកមុនកំភ្លើង2ដើមប្រើអស់រលីងទៅហើយលោកប្រកាសជាទុកមួយដើមសម្រាប់ខ្លួនឯងហើយនេះហើយបានជាខ្ញុំឲ្យគេដូរជូនលោកតាំងពីពេលដែលលោកចូលមកម្លេះគួរតែប្រយ័ត្នខ្លួនឲ្យមែនតែល្អជាងម្ដងនេះលោកប្រកាសជាគ្រោះថ្នាក់ធំហើយយើងសូមប្រកាសលទ្ធផលនៃការប្រកួតទេវតាល្បែងប្រចាំឆ្នាំនេះគឺលោកកៅជីងជាអ្នកទទួលជ័យជំនះតាំងពីពេលនោះមកគ្មាននរណាបានជួបកៅជីងទៀតទេក៏ប៉ុន្តែមានមនុស្សជាច្រើននិយាយពីរឿងរបស់កៅជីងប្រាប់ខ្ញុំគេនិយាយថាកៅជីងមានកុសលពីរនាក់គឺអាកូនសម្បត្តិហើយនឹងអាសិញហើយមានខ្លះទៀតនិយាយថាគេបាននាំអាជីវកម្មនេប៉ាល់បាត់ទៅហើយក៏ប៉ុន្តែរឿងនេះពិតឬមិនពិតនោះក៏គ្មាននរណាដឹងបានដែរ